ដើមដំបងឡើយព្រះបានបង្កើតមនុស្សតាមរូបអង្គទ្រង់បានដើរជាមួយមនុស្សនៅក្នុងសួនអេដែនដ៏ស្រស់ស្អាតប៉ុន្តែអំពើបាបបានបង្អាក់សម្ព័ន្ធភាពនោះដូច្នេះព្រះបានបង្កើតបេសកជនឬអ្នកផ្សព្វផ្សាយដំណឹងល្អព្រះមានបន្ទូលថាអញត្រូវការនរណាម្នាក់ដែលមានឆន្ទៈនិយាយថាទេចំពោះស្ថានភាពដែលនៅដដែលទេចំពោះក្តីស្រមៃនៃទ្រព្យសម្បត្តិចាក់ចេញពីក្រុមគ្រួសាររបស់ពួកគេដើម្បីហោះហើរទៅកាន់ទឹកដីដ៏ឆ្ងាយហើយរៀនភាសាមួយដែលពួកគេមិនធ្លាប់ឮជិះឡានក្រុងដ៏ចង្អៀតជិះលើខ្នងអូតអ្នកដែលគេងនៅកន្លែងណាក៏បានបរិភោគអ្វីក៏បានទ្រាំនឹងកម្ដៅហើយតស៊ូនឹងភាពត្រជាក់ឲ្យស្នាមញញឹមនៅលើមុខរបស់ពួកគេគ្រាន់តែយកដំណឹងល្អឬព្រះបន្ទូលព្រះទៅកាន់មនុស្សលោកមិនមែនសម្រាប់តែខ្លួនឯងដូច្នេះព្រះបានបង្កើតអ្នកផ្សព្វផ្សាយដំណឹងល្អព្រះបានមានបន្ទូលថាដោយសារតែការច្រូតកាត់មានច្រើនអញត្រូវការនរណាម្នាក់ត្រៀមខ្លួនជាស្រេចដើម្បីភ្ជួរដីស្រោចទឹកគ្រាប់ពូជហើយច្រូតកាត់ផលផ្លែដែលទុំនរណាម្នាក់ទៅវឹកហាត់បង្កើនផលដំណាំហើយឆ្លើយតបទៅនឹងការត្រាស់ហៅនិងបង់ថ្លៃការត្រាស់ហៅនោះដូច្នេះព្រះបានបង្កើតអ្នកផ្សព្វផ្សាយដំណឹងល្អព្រះបានមានបន្ទូលថាអញត្រូវការអ្នកណាដែលជាអ្នកបម្រើដ៏សកម្មក្នុងចំណោមមនុស្សទាំងអស់ហើយយកការងារដែលទាបបំផុតដោយលាងជើងអ្នកក្រយកចិត្តទុកដាក់ចំពោះអ្នកឈឺនិងសម្អាតស្នាមរបួសរបស់ពួកគេអញត្រូវការនរណាម្នាក់ទៅសួរសុខទុក្ខអ្នកទោសក្នុងគុកមើលថែស្ត្រីមេម៉ាយនិងកូនកំព្រាអង្គុយក្នុងធូលីដីជាមួយក្មេងហើយប្រាប់គេថាគេត្រូវបានស្រឡាញ់ដោយព្រះជាម្ចាស់ដូច្នេះព្រះបានបង្កើតអ្នកផ្សព្វផ្សាយដំណឹងល្អព្រះទ្រង់មានបន្ទូលថាទ្រង់ត្រូវការអ្នកណាម្នាក់ជាអ្នកដែលជឿថាភ្នែកខ្វាក់អាចមើលឃើញហើយជើងខ្វិនអាចដើរបានហើយថាអ្នកស្លាប់អាចរស់ឡើងវិញបានអ្នកដែលអធិដ្ឋានជាច្រើនម៉ោងហើយអង្វរពេញមួយយប់ដោយការស្រែកធ្ងោឥតពាក្យសម្ដីដើម្បីឲ្យព្រលឹងម្នាក់អាចត្រូវបានសង្គ្រោះព្រះបានមានបន្ទូលថាអញត្រូវការអ្នកដែលស្មោះត្រង់និងក្លាហានពោពេញទៅដោយព្រះគុណមេត្តាករុណានិងសេចក្តីអាណិតអាសូររួចផុតពីភាពភ័យខ្លាចនិងការសោកសៅដើរក្នុងអត្តសញ្ញាណពិតប្រាកដអ្នកដែលឆេះឆួលជាមួយសេចក្តីស្រឡាញ់និងរំភើបជាមួយសេចក្តីពិតអ្នកដែលឆ្លុះបញ្ចាំងពីសេរីល្អយ៉ាងត្រចះត្រចង់របស់ព្រះដូច្នេះព្រះបានបង្កើតអ្នកផ្សព្វផ្សាយដំណឹងល្អព្រះបានមានបន្ទូលថាអញត្រូវការនរណាម្នាក់ដែលនឹងនិយាយថាបាទឬចាស់មុនពេលគេត្រូវបានសួរនរណាម្នាក់ដែលនឹងទៅកោះដ៏សែនឆ្ងាយវារហោស្ថានទីក្រុងដែលមានបញ្ហាប្រទេសជិតខាងនិងសាកលវិទ្យាល័យដ៏ល្បីឈ្មោះដើម្បីឈានដល់ការមិនអាចឈានទៅដល់នរណាម្នាក់ដែលនឹងឡើងភ្នំហើយស៊ូទ្រាំនឹងឧបសគ្គទាំងឡាយពីព្រោះថាតើគេនឹងជឿលើទ្រង់ដោយរបៀបណាបើគេមិនធ្លាប់ឮពីទ្រង់តើគេនឹងឮពីទ្រង់ដោយរបៀបណាបើគ្មាននរណាម្នាក់អធិប្បាយហើយតើពួកគេនឹងផ្សព្វផ្សាយដំណឹងល្អយ៉ាងដូចម្តេចបើគ្មានអ្នកណាបញ្ជូនគេទៅដូច្នេះព្រះបានបង្កើតអ្នកផ្សព្វផ្សាយដំណឹងល្អឬបេសកជនមនុស្សដែលធ្វើដំណើរជុំវិញពិភពលោកជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធដើម្បីផ្សព្វផ្សាយដំណឹងល្អឥឡូវនេះព្រះវិញ្ញាណបរិសុទ្ធកំពុងហៅអ្នក